Greenland គឺជាកោះដ៏ធំជាងគេបំផុតនៅក្នុងពិភពលោកដែលមានទំហំរហូតដល់ 2.16 លានគីឡូម៉ែត្រការ៉េដែលធ្វើឲ្យកោះនេះមានទំហំធំជាងប្រទេសកម្ពុជាយើងប្រហែល12ដងទោះបីជាតំបន់នេះមានទំហំធំធេងយ៉ាងណាក៏ដោយក៏ 80% នៃទំហំត្រូវបានគ្របដណ្ដប់ទៅដោយផ្ទាំងទឹកកកដែលមានឈ្មោះថា Greenland ដែលជាផ្ទាំងទឹកកកដ៏ធំបំផុតនៅលើផែនដីដោយសារតែគ្របដណ្ដប់ទៅដោយផ្ទាំងទឹកកកភាគច្រើនយ៉ាងដូចនេះវាបានកំណត់នៅទីតាំងលំនៅឋាននិងការអភិវឌ្ឍរចនាសម្ព័ន្ធផ្សេងៗរបស់កោះនេះផងដែរតាមទីតាំងភូមិសាស្ត្រ Greenland ស្ថិតនៅចន្លោះទ្វីបអាមេរិកខាងជើងនិងអឺរ៉ុបដែលលាតសន្ធឹងជ្រៅទៅក្នុងតំបន់អាក់ទិកទីតាំងនេះអំណោយផលនៅក្នុងការធ្វើដំណើរតាមបណ្ដោយខ្លីបំផុតតាមផ្លូវអាកាសនិងការដាក់ពង្រាយមីស៊ីលនិងការគ្របដណ្ដប់លើផ្កាយរណបរវាងមហាអំណាចធំៗរបស់ពិភពលោកទីតាំងរបស់កោះនេះតែឯងបានធ្វើឲ្យ Greenland មានតម្លៃជាយុទ្ធសាស្ត្រចាប់តាំងពីសង្គ្រាមលោកលើកទី2និងសូម្បីតែក្នុងអំឡុងពេលសង្គ្រាមត្រជាក់និងការប្រកួតប្រជែងនៅតំបន់អាក់ទិកជាថ្មីនៅពេលបច្ចុប្បន្ននេះផងដែរតើដាណឺម៉ាកអាចចូលគ្រប់គ្រងតំបន់ Greenland នេះដោយរបៀបណា Greenland ត្រូវបានតាំងទីលំនៅរាប់ពាន់ឆ្នាំមុនដោយជនជាតិដើមភាគតិចដែលគេហៅថា Inuit ដែលបុព្វបុរសរបស់ពួកគេបានធ្វើដំណើរឆ្លងកាត់តំបន់អាក់ទិកពីអាមេរិកខាងជើងមកការចូលរួមរបស់អឺរ៉ុបបានចាប់ផ្ដើមនៅចុងសតវត្សទី10នៅពេលដែលអ្នកតាំងទីលំនៅដែលគេហៅថា Norse មកពី Islands ដែលគេហៅថា Islong ដែលដឹកនាំដោយ Eric the Red បានបង្កើតការតាំងទីលំនៅនៅភាគខាងត្បូងនៃកោះ Greenland នៅពេលនោះនៅពេលដែលឥទ្ធិពលរបស់អាណានិគមបានបាត់បង់កោះនេះបានក្លាយទៅជាមូលដ្ឋានសម្រាប់ការទាមទាររបស់អឺរ៉ុបនៅពេលក្រោយមកទៀតផងដែរការចូលរួមរបស់ដាណឺម៉ាកនៅក្នុងសម័យទំនើបនេះបានចាប់ផ្ដើមនៅសតវត្សទី18នៅពេលដែលអ្នកផ្សព្វផ្សាយសាសនានិងពាណិជ្ជករដាណឺម៉ាកនិង Norway បានបង្កើតវត្តមានអចិន្ត្រៃយ៍ឡើងវិញបន្ទាប់ពីប្រទេសដាណឺម៉ាកនិង Norway បានបែកចេញពីគ្នានៅក្នុងឆ្នាំ1814 Greenland នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាកហើយត្រូវបានគ្រប់គ្រងជាអាណានិគមនិងភាគច្រើននៃសម័យទំនើបផងដែរនៅក្នុងឆ្នាំ1953 Greenland ក្លាយជាផ្នែកមួយនៃរាជាណាចក្រដាណឺម៉ាកដែលនៅក្នុងឆ្នាំ1979ខ្លួនក៏បានទទួលការគ្រប់គ្រងដោយផ្ទាល់ផងដែរបន្ទាប់ពីបានពង្រីករដ្ឋាភិបាលរបស់ខ្លួននៅក្នុងឆ្នាំ2009សប្តាហ៍ថ្ងៃនេះ Greenland គ្រប់គ្រងកិច្ចការផ្ទៃក្នុងរបស់ខ្លួនភាគច្រើនខណៈដែលប្រទេសដាណឺម៉ាករក្សាសិទ្ធិអំណាចលើវិស័យការពារគោលនយោបាយការបរទេសនិងរូបិយប័ណ្ណតើអ្នកណារស់នៅ Greenland នឹងមានចំនួនប៉ុន្មាននាក់ទោះបីជាមានទំហំធំធេងយ៉ាងណាក៏ដោយ Greenland មានប្រជាជនត្រឹមតែជាង 56,000 នាក់តែប៉ុណ្ណោះដែលធ្វើឲ្យតំបន់នេះคล้ายទៅជាតំបន់មួយដែលមានប្រជាជនតិចជាងគេបំផុតនៅលើផែនដីប្រហែលជា 90% នៃចំនួនប្រជាជនទាំងនេះគឺជាមនុស្សរបស់ក្រុមជនជាតិដើម Greenlandic Inuit ដែលក្រៅពីនេះក៏មានជនជាតិដាណឺម៉ាកនិងអឺរ៉ុបផ្សេងទៀតផងដែរមនុស្សភាគច្រើនរស់នៅតាមតំបន់ឆ្នេរសមុទ្រដោយសារតែផ្នែកខាងក្នុងគ្របដណ្ដប់ទៅដោយទឹកកកមិនអាចរស់នៅបានរដ្ឋធានីនុកគឺជាកន្លែងទីតាំងលំនៅឋានសម្រាប់ប្រជាជនប្រហែលជា 20,000 នាក់ខណៈពេលដែលចំនួនប្រជាជនដែលនៅសេសសល់រស់នៅរាយប៉ាយនៅទូទាំងទីក្រុងតូចៗនិងការតាំងទីលំនៅដាច់ស្រយាលពីគេឯងវប្បធម៌ភាសានិងប្រពៃណីរបស់ក្រុម Inuit នៅតែជាចំណុចកណ្ដាលនៃអត្តសញ្ញាណរបស់ក្រុមមនុស្ស Greenlandic នៅឡើយទោះបីជាមានការធ្វើទំនើបកម្មនៅតែបន្តបន្ទាប់យ៉ាងណាក៏ដោយអាកាសធាតុនិងសីតុណ្ហភាពអាកាសធាតុនៅក្នុងតំបន់ Greenland គឺជាលក្ខណៈកំណត់នៃជីវិតនៅលើកោះនេះតែម្ដងភាគច្រើនជួបប្រទះទៅនឹងអាកាសធាតុនៃតំបន់ប៉ូលឬតំបន់អាក់ទិកខ្ពស់ដែលកំណត់នៅរដូវរងាដ៏វែងងងឹតនិងរដូវក្តៅខ្លីនៅតំបន់ភាគខាងជើងសីតុណ្ហភាពនៅរដូវរងាអាចធ្លាក់ចុះក្រោម10 អង្សាខណៈពេលដែលតំបន់ឆ្នេរនៅភាគខាងត្បូងគឺស្រាលជាងនេះបន្តិចជាមួយនឹងរដូវរងាជាមធ្យមមានសីតុណ្ហភាពត្រឹមតែ10 អង្សាសេសីតុណ្ហភាពរដូវក្តៅជាធម្មតាអាចចាប់ពី5 អង្សាទៅ10 អង្សាសេផងដែរផ្ទាំងទឹកកកមានឥទ្ធិពលយ៉ាងខ្លាំងមកលើអាកាសធាតុនៅក្នុងកោះ
Greenland ដែលឆ្លុះបញ្ចាំងពីពន្លឺព្រះអាទិត្យនិងពង្រឹងលក្ខខណ្ឌត្រជាក់ផងដែរខ្យល់បក់ត្រជាក់ព្រិលធ្លាក់ខ្លាំងពន្លឺមានកំណត់នៅរដូវរងានិងខែខ្លះមានភាពងងឹតសុងតែម្ដងនិងមិនមានពន្លឺព្រះអាទិត្យនោះឡើយដែលធ្វើឲ្យជីវិតប្រចាំថ្ងៃនិងសកម្មភាពសេដ្ឋកិច្ចជួបប្រទះនៅការលំបាកតែយ៉ាងណាក៏ដោយបម្រែបម្រួលអាកាសធាតុកំពុងតែផ្លាស់ប្ដូរលក្ខខណ្ឌទាំងនេះម្ដងបន្តិចផងដែរហើយអ្វីបានជាមានមនុស្សរស់នៅតិចយ៉ាងនេះកត្តាជាច្រើនពន្យល់អំពីចំនួនប្រជាជនតិចតួចរបស់ Greenland ទី1អាកាសធាតុដ៏ត្រជាក់ខ្លាំងនិងកង្វះដីសម្រាប់បង្កើនផលធ្វើឲ្យការធ្វើកសិកម្មស្ទើរតែមិនអាចទៅរួចដោយបង្ខំឲ្យពឹងផ្អែកទាំងស្រុងមកលើរបរនេសាទការបរបាញ់និងអាហារដែលនាំចូលទី2ផ្ទៃខាងក្នុងនៃតំបន់ទាំងនេះគ្រប់ដណ្ដប់ទៅដោយផ្ទាំងទឹកកកដែលបង្ខាំងទីតាំងនៅឆ្នេរសមុទ្រតូចចង្អៀតសហគមន៍ដាច់ដោយឡែកនិងកំណត់ការពង្រីកតំបន់រស់នៅបន្ថែមទៀតទី3ការអភិវឌ្ឍជាលក្ខណៈប្រវត្តិសាស្ត្ររបស់ Greenland ក្រោមការគ្រប់គ្រងរបស់ដាណាម៉ាកគឺមិនបានលើកទឹកចិត្តឲ្យមានការតាំងទីលំនៅលក្ខណៈជាទ្រង់ទ្រាយធំឬឧស្សាហូបនីយកម្មនោះឡើយកាលានុវត្តភាពសេដ្ឋកិច្ចនៅមានកម្រិតដោយការនេសាទគ្រប់ដណ្ដប់លើការងារយ៉ាងខ្លាំងថ្លៃដើមរស់នៅខ្ពស់ភាពឯកោតាមភូមិសាស្ត្រនិងការអប់រំមានកម្រិតនិងឱកាសការងារក៏ជំរុញឲ្យមានការធ្វើចំណាកស្រុកទៅខាងក្រៅជាពិសេសតំបន់ដែលមានមនុស្សវ័យក្មេងតើយើងអាចធ្វើដំណើរទៅ Greenland ដោយរបៀបណាGreenland មិនមានផ្លូវតភ្ជាប់រវាងក្រុងនិងក្រុងនោះឡើយនិងមិនមានការតភ្ជាប់ផ្លូវគោកទៅកាន់ប្រទេសផ្សេងដទៃទៀតនោះទេការដឹកជញ្ជូនគឺពឹងផ្អែកទាំងស្រុងមកលើការធ្វើដំណើរតាមអាកាសនិងផ្លូវសមុទ្រជើងហោះហើរអន្តរជាតិតភ្ជាប់ចម្បងរបស់ Greenland គឺទៅកាន់ប្រទេសដាណាម៉ាកនិងអ៊ីស្លង់ជាមួយនឹងអាកាសយានដ្ឋានសំខាន់ៗដូចជានុកផងដែរនៅ Greenland ការធ្វើដំណើររវាងទីក្រុងគឺធ្វើដោយយន្តហោះខ្នាតតូចឬអូថូពាកចក្រនិងទូកតែប៉ុណ្ណោះកប៉ាល់ដឹកទំនិញផ្គត់ផ្គង់អាហារប្រេងឥន្ធនៈនិងសម្ភារៈសំណង់គណៈពេលដែលកប៉ាល់ទេសចរមកលេងក្នុងអំឡុងពេលរដូវក្តៅបញ្ហាប្រឈមនៃការដឹកជញ្ជូននេះពង្រឹងភាពឯកោរបស់ Greenland និងរួមចំណែកទៅដល់ដង់ស៊ីតេរបស់ប្រជាជនទាបរបស់ខ្លួនការប៉ុនប៉ងទិញនៅក្នុងឆ្នាំ1946របស់សហរដ្ឋអាមេរិកចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកក្នុងការទិញ Greenland គឺនៅក្នុងឆ្នាំ1946ដែលត្រូវបានជំរុញជាចម្បងដោយការព្រួយបារម្ភផ្នែកសន្តិសុខជាយុទ្ធសាស្ត្រនៅក្នុងសង្គ្រាមលោកលើកទី2នៅពេលដែលដាណឺម៉ាកត្រូវបានកាន់កាប់ដោយពួកណាស៊ីអាល្លឺម៉ង់សហរដ្ឋអាមេរិកបានទទួលខុសត្រូវលើការការពាររបស់ Greenland ការសាងសង់អាកាសយានដ្ឋានស្ថានីយអាកាសធាតុមានសារៈសំខាន់សម្រាប់ប្រតិបត្តិការរបស់ក្រមសម្ព័ន្ធមិត្តនៅពេលដែលមានភាពតានតឹងជាមួយនឹងសហភាពសូវៀតបានកើនឡើងអ្នករៀបចំផែនការរបស់សហរដ្ឋអាមេរិកបានមើលឃើញថា Greenland មានសារៈសំខាន់សម្រាប់ប្រព័ន្ធព្រមានទុកជាមុនការការពារដែនអាកាសនិងការចាប់យកសញ្ញាឬរកឃើញមីស៊ីលឆ្លងទ្វីបអាកតិចការទិញ Greenland ទាំងស្រុងនឹងធានាបាននូវការចូលប្រើប្រាស់ទឹកដីនេះជាអចិន្ត្រៃយ៍និងលុបបំបាត់ភាពមិនច្បាស់លាស់ខាងការទូតប្រទេសដាណឺម៉ាកបានសម្រេចចិត្តក្នុងការច្រានចោលការផ្ដល់ជូនដោយសហរដ្ឋអាមេរិកនេះដោយលើកឡើងអំពីអធិបតេយ្យភាពបូរណភាពនិងកង្វល់អំពីបញ្ហាសិលធម៌អំពីការលក់ទឹកដីដែលជារបស់ជនជាតិដើមភាគតិចរស់នៅផ្ទុយទៅវិញដាណឺម៉ាកបានអនុញ្ញាតឲ្យមានវត្តមានបន្តរបស់យោធាសហរដ្ឋអាមេរិកតាមរយៈកិច្ចប្រឹងប្រែងនិងព្រមព្រៀងទ្វេភាគីរបស់ NATO ផងដែរសារៈសំខាន់តំបន់ Greenland ជាយុទ្ធសាស្ត្រនិងធនធានសពថ្ងៃ Greenland នៅតែជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់សហរដ្ឋអាមេរិកដំណើរការមូលដ្ឋានលំហអាកាស Peter Fick ឬក៏ Peter Fick Space Base អតីតមូលដ្ឋានកងទ័ព Thule ដែលជាកន្លែងគាំទ្រអំពីការព្រមានឲ្យដឹងមុនអំពីមីស៊ីលការឃ្លាំមើលលំហអាកាសនិងការការពារតំបន់អាកតិចនៅពេលដែលទឹកកកអាកតិចជិតរលាយសារៈសំខាន់នៃ Greenland ក្នុងការគណនាសន្តិសុខសកលក៏បានកើនឡើងផងដែរលើសពីនេះ Greenland ត្រូវបានគេជឿជាក់ថាមានរូបធាតុដ៏កម្រនៃផែនដីដូចជាអ៊ុយរ៉ាញ៉ូមស័ង្កសីរ៉ែដែកនិងសក្តានុពលនៃប្រេងនិងឧស្ម័ននៅឯនាយសមុទ្រធនធានដ៏កម្ររបស់ផែនដីនេះ
មានលក្ខណៈសំខាន់ជាពិសេសសម្រាប់បច្ចេកវិទ្យាប្រព័ន្ធការពារដែលធ្វើឲ្យ Greenland ពាក់ព័ន្ធទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់ផងដែរ